លើកទី1ក្នុងឆាកជីវិតខ្ញុំឲ្យបងប្អូនដែលប្រេងគេមិនបានសម្រាប់ហើយដល់ទៅពេលគេប្រេងវិញទប់ទឹកភ្នែកមិនជាប់ហើយយំនៅពីមុខគេហ្មងហើយនេះគឺសកម្មភាពមុនថ្ងៃប្រេងគេបងប្អូនអូយពីអ្នកប្តីគូថាបោះហងជូតហងក្លុកក្លៀតគឺថាចង់ឲ្យស្អាតគ្រប់កន្លែងអញ្ចឹងណាហើយប៉ះចំថ្ងៃអត់មានទឹកទេបងប្អូននៅអានេះខ្ញុំចាជូតទៅហើយតាមពិតវីដេអូហ្នឹងខ្ញុំថតតាំងមុនថ្ងៃចូលឆ្នាំខ្មែរបងប្អូនហើយថ្ងៃហ្នឹងថ្ងៃដែលខ្ញុំប្រេងពួកគាត់ហ្នឹងគឺខ្ញុំចង់រៀបរបៀបថាយើងសប្រายជប់លៀងចូលឆ្នាំខ្មែរដោយសារមួយរយៈហ្នឹងឮពួកគាត់សួររហូតថាបងពេលណាជប់លៀងចូលឆ្នាំខ្មែរហើយខ្ញុំក៏ហក់ពួកគាត់ថាឆ្នាំនេះអត់បានជប់លៀងទេអូនតែខ្ញុំក៏ហក់ឯងបងប្អូនដោយសារខ្ញុំចង់ប្រេងពួកគាត់តោះឥឡូវយើងមកមើលពេលខ្ញុំប្រេងម្ដងបងខ្ញុំប្រាប់បងហើយថ្ងៃហ្នឹងបងឯងត្រូវមកអត់មានធ្វើចឹងមួយខ្ញុំទេណាបងប្អូនដែលលឺខ្ញុំសេកស្ដីឲ្យណាគេមួយកាចអត់នេះបងប្អូនធៀមស្ដាប់អូខ្ញុំប្រាប់ហើយខ្ញុំចង់ឲ្យហើយមុនថ្ងៃចូលឆ្នាំខ្មែរហើយអូខ្ញុំស្ដាយមែនទេបងប្អូនតែពិតដំបងឡើយគឺពួកគាត់ឡើងជឿថាខ្ញុំឆ្លោះគ្នាមួយគេហើយស្រាប់តែមានណាអូខ្ញុំដាក់ម៉ូឲ្យបងស្រីនេះគឺខ្ញុំប្រាប់ឲ្យគាត់ជួយលួចថតហើយគាត់គឺលួចថតឲ្យគេឃើញហ្មងហើយពេលដែលក្រុមការងារឃើញគាត់លួចថតអញ្ចឹងអ្នកដូចរៀងសង្ស័យបន្តិចរៀងដូចចាប់អារម្មណ៍ថាតិចចែនឹងប្រេងអីបន្តិចឯណាបងប្អូនឃើញនេះក្រុមការងារគាត់លួចសោចអត់ទេបងថ្ងៃហ្នឹងត្រូវតែមកអត់ទេអត់កើតហ្មងអូយបងប្អូនមិញខ្ញុំទប់មួយថ្ងៃឯងតោះឥឡូវចូលក្នុងវិញ Surprise Happy ខ្មែរញញីសង្ស័យអត់ម្ដងនេះសង្ស័យអត់ហ្នឹងចាប់បដ ôi អូយស្ដាយមែនទេបងប្អូនអើយប៊ីសប្រេងពួកគាត់បានឯហ្នឹងណាដោយសារយើងលួចថតទៅពួកគាត់ចាប់បានឥឡូវឈុលជាចាប់បានហើយប្រេងមិនសម្រាប់ហើយក៏ឲ្យគាត់ដឹងហ្មងទៅថាថ្ងៃនេះយើងធ្វើការចេញមុនមកហើយទៅញ៉ាំអីជុំគ្នានឹងងាកឡើងតែគិតទៅដូចខ្ញុំអត់អស់ចិត្តណាបងប្អូនថ្ងៃនេះមិនថាយ៉ាងណាគូខ្ញុំត្រូវតែប្រេងគេឲ្យបានមួយមើលខំធ្វើស្លាប់ដើម្បីប្រេងប្តីឯហ្នឹងប្តីធម្មតាឡើងខ្ញុំសង្ស័យថាជុំថ្ងៃហ្នឹងថៃហ្នឹងបាន fail រហូតអញ្ចឹងចាយនេះគឺថាអត់អស់ចិត្តចាទៅប្រេងបុកលិតតទៀតលេងសុទ្ធតែតម្លាក់សក់បាំងមុខធ្វើជាខ្មោចហើយពួកគាត់ធ្វើធម្មតាហើយខ្ញុំក៏ទៀតថាមិនដែរអត់មានណាអត់ភ័យមួយសោះប្រឹងធ្វើប្រឹងបលាចាគឺថាធម្មតាទាំងអស់គ្នាបងប្អូនខ្ញុំឡើងអើយកាត់ចិត្តបាននិយាយមែនឡើងខ្ញុំក៏ទៀតថាចាប់បដ ாய் វីដេអូខំថតថ្ងៃនេះទាំងអស់គឺអាចនឹងអត់បានប្រហោះហើយដោយសារអត់មានកន្លែងណាជោគជ័យមួយទៅ fail ប្រេងគេ fail ទាំងអស់ហើយបងប្អូនឃើញវីដេអូចាប់ពីនាទីនេះទៅគឺខ្ញុំអត់មានអារម្មណ៍ថតទេណាបងប្អូននេះគឺសិតតែវីដេអូបុកលិតលូតថតទេណាតែមកហូបឆ្ងាញ់ណាបងប្អូននេះញ៉ាំជក់ពីអ្នកប្តីដែរតើពេលហ្នឹងខ្ញុំអត់មានសង្ស័យអីមិនទីឃើញញ៉ាំឡើង enjoy ពីអ្នកប្តីទៀតតែបងប្អូនយកអារម្មណ៍មួយដែលថាសុកសិតតែបុកលិត surprise យើងវិញsurprise អីវិញចេះថ្ងៃនេះ surprise គេ fail គ្រប់គ្នាចឹងតើយើង surprise វិញខ្ញុំនេះអត់តបាត់ surprise ពីនំខេកផងបុកកលិតលេងស្រាប់តែ surprise មួយផ្កាទៀតទី1បងប្អូនដែលក្រៅពីប្តីខ្ញុំមានអ្នក surprise ផ្កាខ្ញុំហើយអ្នកដែល surprise ផ្កាហ្នឹងមិនមែនអ្នកផ្សេងទេគឺក្រុមការងារដ៏គួរឲ្យស្រឡាញ់របស់ខ្ញុំអារម្មណ៍ខ្ញុំពេលហ្នឹងគឺឡើងរំភើបឡើងសប្បាយព្រោះឲ្យយើងនឹកស្មានអត់ដល់លោកបងប្អូនហើយឡើងខ្ញុំទៅបារម្ភអត់ចប់យំនៅពីមុខពួកគាត់ហ្មងហើយនេះលើកទី1បងប្អូននិយាយមែនខ្ញុំអៀនផងអីផងដែលយំនៅពីមុខក្រុមការងារពីមុនណាចូលចិត្តអួតប្រាប់គេណាថាខ្ញុំគឺជាមនុស្សដែលបកកែ surprise អត់មានណាគេ surprise ឆ្នះខ្ញុំទេតែដល់ពេលប៉ះចប់បុកកលិតខ្លួនឯងបងប្អូនខ្ញុំសូមដកពាក្យនឹងទុកឲ្យដោយសារលឺពួកគាត់និយាយប្រាប់ខ្ញុំពួកគាត់ធៀម surprise ខ្ញុំហ្នឹងធៀមតាំងថាកន្លះខែមុនណាបងប្អូនខ្ញុំមករយៈក្រោយនេះបងប្អូនរវល់ការងារច្រើនមែនតើហើយខ្ញុំអាសាកាយដាក់ពួកគាត់ទៀតហើយពេលខ្លះខ្ញុំគិតថាតិចពួកគាត់ឈប់ស្រឡាញ់ខ្ញុំទៅខ្ញុំឡើងកាចអញ្ចឹងតែមានណាបងប្អូននៅពេលដែលខ្ញុំឃើញពួកគាត់ surprise ខ្ញុំអញ្ចឹងហើយរបៀបថាយើងរំភើបហើយនឹកស្មានអត់ដល់ដូចខ្ញុំនិយាយប្រាប់បងប្អូនអញ្ចឹងហើយមើលទៀតហ្នឹងគឺពិតជាមានមោទនភាពទៅលើពួកគាត់ទាំងអស់គ្នាមែនតើហើយក៏ចង់អរគុណទៅពួកគាត់ដែរជាពិសេសក្រុមការងារដែលគាត់ចូលធ្វើការមួយខ្ញុំតាំងពីខ្ញុំទៅបើកដំបូងមានតែបុគ្គលិកម្នាក់ពីរនាក់រហូតដល់សប្តាហ៍ថ្ងៃនេះគឺមានសមាជិកថ្មីចូលរួមនិយាយរួមទៅគឺខ្ញុំពិតជាមានមោទនភាពក៏ចង់អរគុណទៅពួកគាត់ទាំងអស់គ្នាមែនតើឥឡូវចប់វគ្គរំភើប surprise គ្នាបងប្អូនចូលដល់វគ្គលេងហ្គេមសប្បាយម្ដងដឹងថាវីដេអូមួយនេះខ្ញុំបង្ហោះរៀងឡែកមែនដោយសារពាក់ព័ន្ធមួយចូលឆ្នាំខ្មែរក៏ប៉ុន្តែពាក្យជូនពរទៅបងប្អូនទាំងអស់គ្នាក៏ដូចជាក្រុមការងាររបស់ខ្ញុំគឺខ្ញុំអត់ដែរភ្លេចទេអញ្ចឹងជាចុងក្រោយគឺចង់ជូនពរឲ្យបងប្អូនទាំងអស់គ្នាក៏ដូចជាក្រុមការងាររបស់ខ្ញុំទាំងអស់មានលៀបមានជ័យទៅណាមកណាជួបតែមនុស្សល្អសំណាងល្អរកស៊ីមានបាននិងជួបតែរឿងហេងរហូតអូខេបងប្អូនtrongវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលចិត្តបើសិនជាបងប្អូនមានវីដេអូអីចង់មើលអាច comment នៅក្នុងវីដេអូនឹងបានអញ្ចឹងជំរាបលាណាបងប្អូនបាយបាយ